អូខេថ្ងៃនេះខ្ញុំបង្ហាញពីរបៀបបញ្ចូលខ្សែនៅក្នុងដុំ casting អញ្ចឹងជាទូទៅគឺដុំ casting គឺវាគឺថាបញ្ចូលខ្សែដូចគ្នានោះទេវាអត់ខុសគ្នាអញ្ចឹងអឺជាដំបូងគឺយើងចុចអានេះហ្នឹងគឺរំចំកដាលហើយចុច lock វាអូខេបន្ទាប់មកយើងយកខ្សែយកកតុយខ្សែយើងសកចូលមកហើយយើងត្រូវសកវាចូលទៅក្នុងខាងក្រោមស្ពូលអញ្ចឹងយើងទាញវាឡើងលើដើម្បីងាយស្រួលហើយយើងសកវាចូលវិញអញ្ចឹងវាធ្លាយមកនេះអញ្ចឹងបន្ទាប់មកយើងត្រូវចាក់វាឡើងលើវិញយកខ្សែហ្នឹងចេញតាមក្រោយមកនេះកតុយខ្សែនេះអញ្ចឹងយើងទាញហើយបន្ទាប់មកគឺយើងចាក់ចូលក្នុងវិញទៀតបើសិនជាអាចធ្វើ3ជុំក៏បានឬក៏2ជុំក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគឺ2ជុំវាល្មមហើយព្រោះយើងមិនដែលដល់3ជុំទេបើ3ជុំគឺវាតឹងល្អអញ្ចឹងយើងទាញអាខាងខ្សែចូលហើយនឹងអាកតុយខ្សែហ្នឹងគឺទាញដល់រៀងខ្ពស់បន្តិចមករៀងវែងបន្តិចអូខេនេះអញ្ចឹងនេះគឺយើងទាញមកហើយយើងយកកតុយខ្សែរបស់យើងគឺពាត់មួយជុំហើយយើងយកវាមករុំនៅកតុយអាកតុយខ្សែដែលយើងបានពាត់ហ្នឹងយកកតុយខ្សែហ្នឹងគឺពាត់នៅកតុយខ្សែចាំតិចអូខេនេះគឺយើងបត់ចឹងហើយអញ្ចឹងគឺយើងរុំវា3ជុំក៏បាន4ជុំក៏បានប៉ុន្តែជាទូទៅកុំឲ្យវាអឺយើងកុំរុំវាធំពេកអាចជា3ជុំក៏បាន4ជុំបានដែរអញ្ចឹងបន្ទាប់មកគឺយើងយកចូលតាមរុននេះអូខេហើយយើងទាញវាកុំឲ្យធ្វើម៉េចកុំឲ្យជាប់ពាក់អូខេនេះទាញវាតឹងមកអូខេហើយយើងត្រូវកាត់កតុយខ្សែចេញអាកតុយខ្សែនៅសល់គឺយើងត្រូវកាត់ចេញហើយយើងគៀកកាត់កតុយខ្សែយើងគៀកមកអូខេនេះហើយបន្ទាប់មកយើងទាញចេញតាមរុននេះហ្នឹងហើយយើងទាញស្រេវាឲ្យចំស្ពូលឲ្យចំកណ្ដាលស្ពូលហ្នឹងហើយយើងទាញរឹតវាតិចមកពេលចិត្តដល់យើងដៃយើងស្រេតិចមកដៃមេយើងហ្នឹងស្រេវាចំកណ្ដាលស្ពូលហើយយើងទាញមកអូខេនេះអូខេហើយយើងធ្វើអញ្ចឹងដើម្បីថាពេលដែលយើងទាញត្រីអីគឺវាយើងកាន់តែទាញគឺខ្សែកាន់តែរឹបកាន់តែរឹតតឹងគឺមិនដាច់មិនរលោតនោះទេអញ្ចឹងនេះគឺរបៀបបញ្ចូលរបស់ខ្ញុំអូខេហើយខ្ញុំបញ្ចូលតាមដងក៏បានតាមអត់ប្រើដងក៏បានដែរប៉ុន្តែវីដេអូនេះសូមបញ្ចូលតាមប្រើដងហើយប្រហែលជាញញៃតិចព្រោះមានកូនចិត្តហ្នឹងដែរអូខេនេះវីដេអូនោះខ្សែនោះដាក់នៅក្នុងកធុនអញ្ចឹងមកហើយបន្ទាប់មកគឺយើងត្រូវមានកណាត់
ឬក្រដាសជូតមាត់ក៏បានដែរដើម្បីគៀបខ្សែកុំឲ្យមុតដៃឬក៏ដាច់ដៃយើងហើយណាមួយយើងត្រូវស្កត់ខ្សែហ្នឹងដើម្បីឲ្យតឹងងាយស្រួលយើងបញ្ចូលនៅក្នុងស្ពូលឲ្យពេញអញ្ចឹងណាអញ្ចឹងយើងត្រូវពេលដែលយើងបញ្ចូលយើងត្រូវរេវាតាមឆ្វេងស្ដាំឆ្វេងស្ដាំរហូតអញ្ចឹងយើងបញ្ចូលវាហើយយើងត្រូវទាញវាឲ្យតឹងយើងត្រូវបញ្ចូលវាឲ្យតឹងឲ្យថាអាចបត់តឹងហើយយើងត្រូវវាឆ្វេងស្ដាំឆ្វេងស្ដាំអធិស្ឋាយកូននាងនៅចិត្តហ្នឹងព្រោះបញ្ចូលនៅផ្ទះថ្ងៃអាទិត្យនេះដល់ពេលអញ្ចឹងអត់បានទៅណាមកណីអញ្ចឹងទៅបញ្ចូលខ្សែហើយកូននៅផ្ទះនៅអីដែរអញ្ចឹងគឺយើងញញតិចហើយអញ្ចឹងយើងបញ្ចូលរហូតតអស់ខ្សែហ្នឹងយើងត្រូវវីឆ្វេងស្ដាំឆ្វេងស្ដាំអញ្ចឹងដូចក្នុងវីដេអូហ្នឹងអញ្ចឹងអូខេឥឡូវយើងបញ្ចូលហើយនេះជាលទ្ធផលគឺខ្សែគឺវាចូលបានណែតល្អអញ្ចឹងវីដេអូនេះគឺមានប៉ុណ្្នឹងហើយមូលហេតុដែលខ្ញុំប្រើនេះឃើញទេដើម្បីការពារដៃយើងព្រោះយើងខ្សែហ្នឹងគឺអត់កើតទេបើសិនយកអត់ប្រើគឺដាច់ដៃមកអញ្ចឹងអរគុណច្រើនដែលបានទស្សនាវីដេអូនេះ